ចាបងប្អូនថ្ងៃនេះគឺថានាំបងប្អូនមកផ្លាយភ្នែកផ្លាយអារម្មណ៍ផ្លាយមាត់បន្តិចណាបងប្អូនឃើញតែគ្រឿងនេះដឹងហើយបងប្អូនណាដែលធ្លាប់ធ្វើគឺគាត់ដឹងណាបងប្អូនណាតែគាត់ថាខ្ញុំអត់បានដាក់តកកទេអានេះគេហៅថាសាច់គោទឹករំដេងបងប្អូនឃើញខ្ញុំចិត្តរំដេងសបន្ទាប់មកខ្ញុំក៏បុកហើយបន្ទាប់មកក៏ដាក់ស្ករចូលផ្លុកចំបាច់ក្រូចឆ្មាច្រកនេះបងប្អូនជប់ចាញ់ឥឡូវឆ្អិនមកដល់បងប្អូនយីឆ្អិនអានេះគេហៅថាសាច់គោណាបងប្អូនញីធ្វើមើលបងប្អូនមិនដែរស្គាល់សាច់គោសាច់គោបងប្អូនហើយបងប្អូនឃើញអារៀងខៀវនៅលើសាច់គោគឺថាក្រូចឆ្មាយើងណាបងប្អូនគឺថាក្រូចឆ្មាបេះដើមថ្មីតែម្ដងចិត្តសបកខៀវនឹងចេញមកបន្ទាប់មកក៏បានចិត្តវាស្ដើងដាក់លើសាច់គោរបស់យើងឃើញថាសាច់គោបងប្អូនឃើញរឹងហ្នឹងគឺថាខ្ញុំខ្លះសេណាបងប្អូនខ្ញុំខ្លះសេឡើងត្រជាក់ហើយវារៀងនៅព្រិលបងប្អូនហើយដាក់ជាមួយនឹងអាទឹកត្រីដេងយើងកូនលក្រីយើងនេះបងប្អូនណាជាតិលុះខ្សែតែម្ដងអានេះគល់ខ្ទឹមដាក់មកបងប្អូនហើយតែពេលខ្ញាច់មកហើយអធិស្ឋានផងបងប្អូនខ្ញុំអត់បានដាក់សម្លេងស៊ីនជូនបងប្អូនស្ដាប់ដោយសារតែគេនៅចិត្តផ្ទះខ្ញុំហ្នឹងគេធ្វើបុណ្យណាបងប្អូនគេស្លាប់ណាអញ្ចឹងហើយក៏លឺភ្លេងសៀមលឺគេស្មូតគេអីអញ្ចឹងវាថ្លង់ពេកបងប្អូនអញ្ចឹងក៏បិទសំឡេងសន្មត់ថាបញ្ចូលបដ ாய் ទៅណាបងប្អូនហើយនេះបងប្អូនក៏ធ្វើដាក់ម្ទេសមួយម៉ាត់អញ្ចឹងមកដូចខ្ញុំមកបងប្អូននិយាយវាថាអូជាតិសន្លប់តែម្ដងណាហើយសាច់គោនេះគឺថាយើងហាន់រៀងស្ដើងទេបងប្អូនប៉ុន្តែគាត់ថាពេលខ្លះសេវាកកទៅវារឹងវាអីអញ្ចឹងណាបងប្អូនហើយនិយាយវាថាដាក់ជាមួយអាទឹកត្រីម្ដេងយើងនេះអូជាតិណាបងប្អូនហើយទឹកត្រីម្ដេងនេះបបានជាមួយនឹងត្រីញៀនទៀតបងប្អូនឆ្ងាញ់តែបណ្ដោយណាបងប្អូនហើយបន្លែខ្ញុំគឺមានជីអាណាល់មានស្លឹកខ្ទឹមហើយមានមើមខ្ទឹមបារាំងដើម្បីឲ្យវាកាត់ឆ្អាបកាត់អីអញ្ចឹងណាបងប្អូនគឺថាយើងហូបរបស់ណារៀងហឹលទៅដោយសារតែយើងហូបជាមួយនឹងសាច់ឆាសាច់អីអញ្ចឹងណាបងប្អូនអូយបងប្អូនហើយបើបានបាយកកម្ដុំទៀតនឹងអែមតែបណ្ដោយណាបងប្អូនណាណែបងប្អូនអូនិយាយពីថាអាមើមខ្ទឹមបារាំងទៀតវាស្រួយដូចចិត្តទៀតបងប្អូនហើយអាសាច់គោយើងវាថាវាត្រជាក់អូបងប្អូនហើយនិយាយថាជាតិបំភ្លេចមិនបានតែម្ដងណាបងប្អូនណែបងប្អូនគាត់ថាហូបផងកវីក្បាលផងគេថាឆ្ងាញ់ណាបងប្អូនគេថាប្លែកខ្ញុំអត់ដែរហូបទេបងប្អូនលើកទី1សម្រាប់ទឹកត្រីម្ដេងនេះគេថាខ្ញុំធ្វើខ្លួនឯងខ្ញុំធ្លាប់តែទិញទឹកត្រីម្ដេងគេជាមួយនឹងត្រីញៀនណាបងប្អូនយើងទិញត្រីញៀនត្រីអីចឹងទៅគេមានអាទឹកត្រីម្ដេងគេលក់ក្រាមមកកំប៉ុងមកអីចឹងទៅហើយក៏ទិញមកចឹងណាប៉ុន្តែអានេះខ្ញុំចង់មកធ្វើខ្លួនឯងម្ដងបងប្អូនចង់សាកមើលវារសជាតិដូចគេដែរអត់តែជាស្ដែងចេញមកគឺថាវាខុសគេតែម្ដងណាបងប្អូនវាគ្មានមួយវាគ្មានពីរបងប្អូនអធិស្ឋានបងប្អូនទឹកគ្រឿងស្នាដៃដើមហើយបងប្អូនស្ដាប់សំឡេងនេះប្លែកទេបងប្អូនគឺថាចាប់ផ្ដើមកងូទៀតហើយបងប្អូនហើយមួយរយៈពេលនេះគឺថាមេឃពីព្រឹកមិញគឺថាសតុំយកតែមែនតែណាបងប្អូនមេឃនិយាយពីថាដូចម៉ោង5 6 7យប់តែអត់មានភ្លៀងសូម្បីតែមួយគ្រាប់គ្មានទេបងប្អូនគាត់ថាកណ្ដាថាស្គរឡន់ឡើងអង្គើមេឃហ្នឹងមួយថ្ងៃនេះគឺថាអត់មានភ្លៀងសូម្បីតែបន្តិចបងប្អូនហើយនិយាយថា